ជំរាបសួរបងប្អូននៅក្នុងសេចក្តីជំនឿនៃព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទថ្ងៃនេះខ្ញុំមានសោមនស្សរីករាយបានលើកព្រះបន្ទូលមួយដែលព្រះអង្គមានព្រះបន្ទូលជាមួយខ្ញុំប្រហែលជាម្សិលមិញដែលព្រះអង្គបានមានព្រះបន្ទូលឲ្យខ្ញុំបានដឹងថាប្រវត្តិមានរបស់ព្រះអង្គមានសារៈសំខាន់នៅក្នុងជីវិតរបស់យើងគ្រប់គ្នាព្រះអង្គម្ចាស់បានមានព្រះបន្ទូលជាមួយខ្ញុំតែមួយគ្នានេះទេខ្ញុំគិតថាពាក្យមួយដែលព្រះអង្គមានព្រមទូលថាសារៈសំខាន់បងប្អូនជាទីស្រឡាញ់ព្រះអង្គចង់ឲ្យបងប្អូនយកព្រះអង្គជាទី1ចង់ឲ្យបងប្អូនគិតអំពីព្រះអង្គម្ចាស់យេស៊ូវជាទី1បើសិនជាជីវិតយើងរស់នៅលើផែនដីនេះគ្មានព្រះអង្គម្ចាស់យេស៊ូវនៅក្នុងជីវិតទេជីវិតយើងប្រៀបបីដូចជាស្លាប់បាត់បង់ពីព្រោះព្រះអង្គម្ចាស់មានសារៈសំខាន់ខ្លាំងនៅក្នុងជីវិតរបស់យើងជាអ្នកជឿដល់ព្រះអង្គម្ចាស់ជាអ្នកដែលស្រឡាញ់ព្រះអង្គម្ចាស់ជាអ្នកដែលព្រមដើរតាមផ្លូវរបស់ព្រះអង្គម្ចាស់ព្រះអង្គម្ចាស់ចង់លើកទឹកចិត្តបងប្អូនឲ្យស្វែងរកព្រះជាម្ចាស់ជារៀងរាល់ថ្ងៃដោយដែលបងប្អូនបានព្យាយាមស្វែងរកទ្រព្យសម្បត្តិកិត្តិយសនៅលើផែនដីនេះផងដែរព្រះអង្គចង់ឲ្យបងប្អូនស្រឡាញ់អ្វីស្រឡាញ់ព្រះអង្គឲ្យខ្លាំងលើសពីអ្វីនៅលើផែនដីនេះបងប្អូនចង់បានអ្វីបងប្អូនចង់បានសុខភាពល្អព្រះអង្គចង់ឲ្យបងប្អូនស្រឡាញ់ព្រះអង្គលើសពីសុខភាពរបស់បងប្អូនបងប្អូនចង់បានទ្រព្យសម្បត្តិព្រះអង្គចង់ឲ្យបងប្អូនស្រឡាញ់ព្រះអង្គលើសពីទ្រព្យសម្បត្តិរបស់បងប្អូនបងប្អូនស្រឡាញ់គ្រួសាររបស់បងប្អូនព្រះអង្គចង់ឲ្យបងប្អូនស្រឡាញ់ព្រះអង្គលើសពីគ្រួសាររបស់បងប្អូនបងប្អូនស្រឡាញ់ផែនដីនេះបងប្អូនស្រឡាញ់អ្វីព្រះអង្គចង់ឲ្យបងប្អូនស្រឡាញ់ព្រះអង្គលើសអំពីរបស់ទាំងអស់នេះហេតុអ្វីបានជាព្រះអង្គតម្រូវឲ្យបងប្អូនស្រឡាញ់ព្រះអង្គលើសពីរបស់ទាំងអស់នេះបងប្អូនជាទីស្រឡាញ់របស់ទាំងអស់នេះវានឹងបាត់បង់ទៅវាមិនស្ថិតស្ថេរវាមិនគង់វង្សទេនៅលើផែនដីនេះតែអ្វីដែលព្រះអង្គចង់ឲ្យបងប្អូនមានប្រាជ្ញាឆ្លៀសវៃគឺព្រះអង្គចង់ឲ្យបងប្អូនជ្រើសរើសអ្វីដែលរស់នៅអ្វីដែលមានជីវិតអមតៈតើអ្វីទៅជាជីវិតអមតៈគឺព្រះយេស៊ូវគ្រីស្ទព្រះអង្គជាដើមនិងជាចុងព្រះអង្គជាដើមនិងជាចុងព្រះអង្គជាអ្នកបង្កើតផ្ទៃមេឃនិងផែនដីព្រះអង្គជាអ្នកបង្កើតពិភពលោកព្រះអង្គជាអ្នកបង្កើតមនុស្សលោកព្រះអង្គជាអ្នកបង្កើតសត្វព្រះអង្គជាអ្នកបង្កើតរុក្ខជាតិព្រះអង្គជាអ្នកបង្កើតអ្វីគ្រប់យ៉ាងដែលបងប្អូនកំពុងតែរស់នៅនិងស្វែងរកនៅលើផែនដីនេះព្រះអង្គយាងមកលើផែនដីនេះមិនមែនចង់ឲ្យបងប្អូនទទួលបាននៅរបស់នៅលើផែនដីនេះទេគោលបំណងសំខាន់របស់ព្រះអង្គដែលទ្រង់យាងមកគង់នៅលើផែនដីនេះគឺចង់ឲ្យបងប្អូនស្វែងរកនគរឋានសួគ៌ចង់ឲ្យបងប្អូនស្វែងរកព្រះដ៏អស្ចារ្យដែលរស់នៅលើផែនដីនិងរស់នៅលើឋានសួគ៌ជាព្រះដ៏មានឫទ្ធិអស្ចារ្យជាព្រះដែលមានសេចក្តីសប្បុរសជាព្រះដែលមានសេចក្តីស្មោះត្រង់ជាព្រះពិតមិនមែនព្រះคล้ายជាព្រះដែលគង់នៅពីដើមដំបូងដល់ចុងបំផុតជាព្រះអាល់ហ្វានិងអូមេហ្គាជាព្រះដ៏មហិមាជាព្រះដែលយើងត្រូវតែស្វែងរកនៅក្នុងជីវិតព្រះអង្គមានព្រះបន្ទូលថាចូលឲ្យមានព្រះយេស៊ូវនៅក្នុងជីវិតចូលស្វែងរកព្រះចូលស្វែងរកព្រះយេស៊ូវនោះយើងនឹងមានជីវិតដ៏អស្ចារ្យជីវិតដ៏អស្ចារ្យគឺសំដៅទៅលើវិញ្ញាណរបស់យើងនឹងមានជីវិតខ្ញុំមិននិយាយអំពីរូបកាយដែលត្រូវស្លាប់បាត់បង់បងប្អូនព្រះអង្គតែមានព្រះបន្ទូលថា
អ្វីដែលជារបស់ផែនដីនោះសូមឲ្យនៅលើផែនដីអ្វីជារបស់ឋានសួគ៌នោះពួកគេនឹងទៅឋានសួគ៌ចំណែកជីវិតរបស់យើងម្នាក់យើងមានរូបកាយយើងមានព្រលឹងយើងមានវិញ្ញាណព្រលឹងវិញ្ញាណរបស់យើងជារបស់ព្រះរូបកាយរបស់យើងជារបស់ផែនដីជារបស់ផែនដីថ្ងៃណាមួយរូបកាយនេះនឹងត្រូវសម្រាករូបកាយនេះត្រូវសម្រាកគឺសម្រាកនៅលើផែនដីប៉ុន្តែនៅពេលដែលរូបកាយយើងបាត់បង់ជីវិតនៅលើផែនដីខ្ញុំសួរថាតើវិញ្ញាណរបស់យើងត្រូវទៅទីណាបងប្អូនមានដែរសួរខ្លួនឯងទេនៅពេលដែលយើងស្លាប់បាត់បង់ជីវិតតើវិញ្ញាណយើងត្រូវទៅទីណាព្រះអង្គចង់ឲ្យយើងជឿទៅលើព្រះយេស៊ូវគ្រីស្ទដើម្បីឲ្យវិញ្ញាណរបស់យើងបានទៅនគរឋានសួគ៌ខ្ញុំចង់ជម្រាបប្រាប់បងប្អូនពីដំណឹងល្អមួយថាអស់អ្នកណាដែលទទួលជឿព្រះយេស៊ូវគ្រីស្ទពួកគេនឹងមានជីវិតដ៏អស្ចារ្យអស់អ្នកណាដែលទទួលជឿព្រះនាមព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះរបស់ពួកគេនឹងមានជីវិតអស្ចារ្យជីវិតអស្ចារ្យគឺវិញ្ញាណព្រលឹងរបស់ពួកគេនឹងមានជីវិតអមតៈមានជីវិតដ៏អស្ចារ្យមិនស្លាប់ពួកគេនឹងមាននគរឋានសួគ៌ជាផ្ទះទី2របស់ពួកគេនៅពេលដែលពួកគេបានស្លាប់នៅពេលដែលរូបកាយរបស់យើងនេះបានស្លាប់នៅលើផែនដីនេះវិញ្ញាណព្រលឹងរបស់ពួកគេនឹងទៅនគរឋានសួគ៌ជាទីតាំងទី2របស់ពួកគេដែលពួកគេមានជំនឿជឿទៅលើព្រះយេស៊ូវហើយព្រះអង្គបានដឹកនាំពួកគេទៅនគរឋានសួគ៌នៅទីនោះព្រះជាម្ចាស់បានរៀបចំទីកន្លែងដ៏ស្រស់ស្អាតសម្រាប់ពួកគេរស់នៅពួកគេមានផ្ទះមានកន្លែងរស់នៅដោយអស់កលរស់នៅដោយសេចក្តីសុខសាន្តរស់នៅដោយមិនមានភាពទុក្ខព្រួយតទៅមុខទៀតនៅនគរឋានសួគ៌បងប្អូននឹងលែងខ្វល់ខ្វាយអ្វីទាំងអស់បងប្អូនលែងយំបងប្អូនលែងកើតទុក្ខបងប្អូនលែងបារម្ភបងប្អូនតែងតែមានពេលវេលាសម្រាប់ថ្វាយបង្គំព្រះជាម្ចាស់ច្រៀងសរសើរដំកើងព្រះជាម្ចាស់នៅឯនគរឋានសួគ៌តួនាទីរបស់យើងនៅឯនគរឋានសួគ៌គឺសរសើរដំកើងព្រះជាម្ចាស់តែមួយបងប្អូននឹងលែងឈប់ខ្វល់ខ្វាយលែងបារម្ភលែងយំលែងទុក្ខសោកតទៅទៀតហើយអ្វីបានជាបងប្អូនព្រួយបារម្ភខ្លាំងម្ល៉េះនៅក្នុងផែនដីនេះពីព្រោះផែនដីនេះជារបស់ដែលមិនអមតៈជារបស់ដែលត្រូវបាត់បង់ដូច្នេះហើយវិញ្ញាណរបស់បងប្អូនតែងតែភ័យខ្លាចនឹងបាត់បង់មិនថាខ្ញុំមិនថាបងប្អូនឬអ្នកដទៃតែងតែមានអារម្មណ៍មួយថាភ័យខ្លាចបាត់បង់ភ័យខ្លាចថាមិនមានភ័យខ្លាចថារបស់នោះនឹងទៅបាត់ដោយសារវិញ្ញាណរបស់បងប្អូនដឹងថាផែនដីនេះនឹងត្រូវបាត់បង់នៅថ្ងៃណាមួយមិនខានដោយសារវិញ្ញាណរបស់បងប្អូនដឹងថារូបកាយរបស់បងប្អូននឹងត្រូវស្លាប់នៅលើផែនដីនេះបងប្អូនជាទីស្រឡាញ់បងប្អូនមានរូបកាយព្រលឹងវិញ្ញាណរូបកាយរបស់បងប្អូនរស់នៅក្នុងផ្ទះរបស់បងប្អូននៅលើផែនដីនេះហើយត្រូវស្វែងរកអាហារហូបចុកទ្រព្យសម្បត្តិនិងរបស់គ្រប់បែបយ៉ាងនៅលើផែនដីនេះដើម្បីបំពេញរូបកាយមួយនេះប៉ុន្តែព្រលឹងវិញ្ញាណរបស់បងប្អូនក៏ត្រូវការអាហារក្នុងការចិញ្ចឹមបីបាច់វិញ្ញាណនោះដែរអាហាររបស់វិញ្ញាណនោះគឺព្រះម្ចាស់យេស៊ូវគឺព្រះបន្ទូលរបស់ព្រះដែលទ្រង់ដាក់នៅក្នុងគម្ពីរអាហារវិញ្ញាណនោះតែងតែត្រូវការនឹងស្រែកឃ្លានរាល់ថ្ងៃជួនកាលបងប្អូនចាក់បំពេញអាហារនៅក្នុងរូបកាយបងប្អូនញ៉ាំបាយបងប្អូនញ៉ាំអ្វីឆ្ងាញ់តែងតែឃ្លានមិនបានឆ្អែតគ្រប់គ្រាន់បងប្អូនមានឆ្ងល់ទេថាហេតុអ្វីពីព្រោះអ្វីរបស់នៅលើផែនដីនេះមិនស្ថិតស្ថេរទេទៅហើយមកគឺវិលជុំមិនស្ថិតស្ថេរជាអមតៈទេប៉ុន្តែថ្ងៃនេះព្រះអង្គម្ចាស់សពប្រហាតីចង់ប្រាប់បងប្អូនថាបងប្អូនត្រូវស្វែងរក
นกก็ทานซัวสำหรับประเลิงวิญญาณบองโอนหนึ่งสไวรกอาหาสำหรับจักบ่มปิงประเลิงวิญญาณบองโอนพองได้บองโอนไตรตายตัวเชื่อพระเยซูคริสต์ปีพรุ่งมีนตายประอังมวยกดได้ช่วยบองโอนเอาตื่นรู้ในนกก็ทานซัวบองโอนพระเยซูคริสต์จีประอังมาจากดอกเมียนประหาเตยอาชาได้ประอังสระลันยืงกรุบគ្នាហើយព្រះអង្គតែងតែហៅយើងថាកូនស្ងួនភ្ញារបស់ព្រះអង្គបានលះបង់ប្រជញ្ញរបស់ព្រះអង្គសម្រាប់លុះអំពើបាបរបស់យើងបងប្អូនតែងតែនិយាយថាខ្ញុំមិនដែលធ្វើបាបអ្វីទេខ្ញុំក៏មិនត្រូវការព្រះយេស៊ូវគ្រីស្ទដែរពីព្រោះខ្ញុំជាមនុស្សល្អបងប្អូនជាទីស្រឡាញ់នៅពេលដែលយើងកើតនៅលើផែនដីនេះយើងបានមានបាបទៅហើយពីព្រោះបាបនោះវាតភ្ជាប់ពីជីដូនជីតាយើងជាយូរលង់ណាស់មកហើយបាបវាហាក់បីដូចជាមេរោគឆ្លងបងប្អូនវារាលដាលបងប្អូនពីមួយទៅមួយនេះហើយគេហៅថាបាបទោះបីបងប្អូនមិនបានប្រព្រឹត្តអំពើបាបដោយខ្លួនឯងប៉ុន្តែដូនតារបស់យើងបានប្រព្រឹត្តដូច្នេះហើយបាបវាមិនដែលទៅណាឆ្ងាយពីយើងជាដាច់ខាតវាតែងតែជាប់ជាមួយយើងដូចជាយើងជាប់សាច់ឈាមជាមួយនឹងជីដូនជីតារបស់យើងអញ្ចឹងបងប្អូនមនុស្សលោកបានប្រព្រឹត្តអំពើបាបនៅលើផែនដីនេះបាបមិនចាំបាច់និយាយថាបងប្អូនសម្លាប់មនុស្សដែលហៅថាបាបនោះទេបងប្អូនសូម្បីតែការគិតដែលបងប្អូនចង់ធ្វើអាក្រក់អ្វីមួយក៏ជាអំពើបាបបងប្អូនមិនបាច់ប្រព្រឹត្តសូម្បីតែបងប្អូនគិតក៏ជាអំពើបាបបងប្អូនមានបំណងចង់បានរបស់គេក៏ជាអំពើបាបបងប្អូនមានបំណងច្រណែនគេក៏ជាអំពើបាបបងប្អូនសម្លឹងមើលគេដោយផ្លូវមិនល្អក៏ជាអំពើបាបបងប្អូននិយាយដើមគេក៏ជាអំពើបាបបងប្អូនជេរបចោលគេក៏ជាអំពើបាបបងប្អូនមាក់ងាយគេក៏ជាអំពើបាបមានគ្រប់ទីកន្លែងបាបមានគ្រប់ពេលវេលាមិនមានបាបតូចបាបធំទេបងប្អូនបាបគឺស្មើគ្នាដូច្នេះហើយបងប្អូនមានតែផ្លូវមួយគត់ដែលអាចរួចពីអំពើបាបគឺបងប្អូនជឿព្រះយេស៊ូវគ្រីស្ទព្រះអង្គយាងមកលើផែនដីនេះដើម្បីលួសបងប្អូនឲ្យរួចអំពីបាបដោយសារព្រះអង្គសគត់នៅលើឈើឆ្កាងរងនៅអំពើបាបរបស់បងប្អូនបើសិនជាព្រះអង្គមិនសគត់នៅលើឈើឆ្កាងបង្ហូរព្រះលោហិតរបស់ព្រះអង្គចេញមកនោះទេអំពើបាបរបស់បងប្អូនគ្មាននរណាអាចជួយបានជាដាច់ខាតអំពើបាបរបស់បងប្អូននិងខ្ញុំគ្មាននរណាអាចសង្គ្រោះបានជាដាច់ខាតមានតែវិធីមួយគត់គឺព្រះអង្គយាងមកនៅលើផែនដីនេះហើយសគត់នៅលើឈើឆ្កាងដែលព្រះអង្គមិនបានប្រព្រឹត្តអំពើបាបសោះព្រះអង្គបានទទួលរងអំពើបាបរបស់ខ្ញុំនិងបងប្អូននៅលើឈើឆ្កាងហើយព្រះអង្គមានព្រះបន្ទូលថាគ្រប់ការបានសម្រេចហើយនៅពេលដែលព្រះអង្គសគត់ទៅគ្រប់ការបានសម្រេចហើយគ្រប់ផែនការរបស់ព្រះជាម្ចាស់ព្រះវរបិតានៅនគរឋានសួគ៌បានសម្រេចហើយដូច្នេះហើយអស់រយៈពេល 2000 ឆ្នាំជាងដែលព្រះអង្គយាងមកនៅលើផែនដីនេះដើម្បីសង្គ្រោះជីវិតរបស់យើងគ្រប់គ្នាឲ្យរួចអំពីអំពើបាបបងប្អូនជាទីស្រឡាញ់ខ្ញុំសូមបញ្ជាក់បងប្អូនមួយថាបើសិនជាជីវិតរបស់យើងគ្មានព្រះអង្គម្ចាស់យេស៊ូវទេនោះយើងនឹងគ្មានន័យយើងនឹងស្លាប់ដោយគ្មានន័យពីព្រោះព្រះអង្គម្ចាស់យេស៊ូវមានសារៈសំខាន់សម្រាប់ជីវិតខ្ញុំនិងបងប្អូនគ្រប់គ្នាបងប្អូនទទួលជឿព្រះអង្គម្ចាស់យេស៊ូវបងប្អូនមិនលំបាកក្នុងការទទួលជឿសម្រាប់ការទទួលជឿព្រះយេស៊ូវបងប្អូនគ្រាន់តែគិតនៅក្នុងចិត្តឬបងប្អូននិយាយព្រះយេស៊ូវខ្ញុំចង់ដើរតាមទ្រង់ព្រះយេស៊ូវសូមទទួលយកជីវិតខ្ញុំព្រះយេស៊ូវសូមយាងគង់ក្នុងជីវិតខ្ញុំព្រះយេស៊ូវខ្ញុំត្រូវការទ្រង់
ងាយបងប្អូនជ្រើសរើសយកពាក្យណាក៏បានព្រះយេស៊ូវនឹងយាងមកក្នុងជីវិតបងប្អូនហើយបងប្អូននឹងទទួលបាននៅសេចក្តីសុខសាន្តបងប្អូននឹងដឹងថានៅពេលដែលបងប្អូនត្រូវស្លាប់បាត់បង់ក្នុងជីវិតនៅលើផែនដីនេះវិញ្ញាណរបស់បងប្អូននឹងមានទីកន្លែងថ្មីលំនៅឋានថ្មីដែលនៅនគរឋានសួគ៌វិញ្ញាណរបស់បងប្អូននឹងមិនភ័យខ្លាចតទៅមុខទៀតវិញ្ញាណនឹងបងប្អូននឹងសប្បាយរីករាយនឹងមានសេចក្តីសុខសាន្តបងប្អូនរូបកាយនេះស្លាប់បាត់បង់ប៉ុន្តែវិញ្ញាណរបស់យើងត្រូវរេរាលមិនដឹងទៅកន្លែងណាបងប្អូននៅពេលដែលបងប្អូនទទួលជឿព្រះយេស៊ូវគ្រីស្ទបងប្អូននឹងដឹង 100% ថាព្រះយេស៊ូវនឹងទទួលយើងទៅរស់នៅឯនគរឋានសួគ៌ហើយយើងនៅមានកន្លែងទីនោះជាកន្លែងរបស់យើងនៅឯនគរឋានសួគ៌បងប្អូនខ្ញុំសូមចែករំលែកនៅដំណឹងល្អដ៏ពិសេសនេះដល់បងប្អូនគ្រប់គ្នាសូមឲ្យព្រះជាម្ចាស់បើកភ្នែកបើកវិញ្ញាណរបស់បងប្អូន